សាក់យ័ន្តគឺមានដើមកំណើតមកពីប្រទេសឥណ្ឌាហើយក៏បានមកដល់ប្រទេសកម្ពុជាយើងជាមួយព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដែលបានផ្សារភ្ជាប់ជំនឿនេះយ៉ាងជ្រាលជ្រៅនៅក្នុងជំនឿរបស់ខ្មែរយើងតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ននេះតើពាក្យថាសាក់យ័ន្តមានអត្ថន័យយ៉ាងដូចម្ដេចតោះមកដឹងជាមួយនឹងខ្ញុំទាំងអស់គ្នាសាក់មានន័យថាស្នាមសាក់ក្បាច់ក្បូរឬរូបយ័ន្តអក្សរដែលចាក់នឹងម្ជុលឬដែកស្រួចបញ្ចូលទឹកខ្មៅឬក៏ទឹកក្រហមដិតជាប់នៅក្នុងសាច់យ័ន្តមានន័យថាគំនូសដៃគូប្រតិឆ្វាក់លើសំពត់សឬក្រដាសជាដើមដោយសូត្រសែកគាថាអាគមផងឬក៏សរសេរតួអក្សរគាថាអាគមត្រង់ចន្លោះក្រឡាឬនៅត្រង់ជ្រុងរាប់ថាជារបាញ់ជាគ្រឿងការពាររារាំងសត្រូវឬក៏អន្តរាយផ្សេងតាមជំនឿអ្នកដែលជឿរាប់អានទុកចិត្តថាគឺជារបស់ស័ក្តិសិទ្ធិការសាក់យ័ន្តត្រូវជួយការពារពីផ្លូវងងឹតឲ្យគេអាណិតស្រឡាញ់និងសេចក្តីសុខសប្បាយសាក់យ័ន្តក៏បានទៅផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងយុទ្ធគុណបុរាណខ្មែរដើម្បីទៅពង្រឹងស្មារតីស្វាហាប់អង់អាចក្លាហានមោះមុតទាំងផ្លូវកាយនិងផ្លូវចិត្តដល់អ្នកដែលហាត់យុទ្ធគុណទាំងឡាយអញ្ចឹងបងប្អូនទាំងគ្នាបានយល់នៃពាក្យថាសាក់យ័ន្តបុរាណខ្មែរខ្លះហើយណោះហើយបើសិនជាបងប្អូនទាំងគ្នាមានចំណាប់អារម្មណ៍ចង់ចេះចង់រៀនចាបងប្អូនទាំងគ្នាអាចមកសហព័ន្ធសាស្ត្របុរាណមុនហើយនឹងយ័ន្តបានបងរៀនដែលមានវិជ្ជាជីវៈនិងបទពិសោធន៍ច្បាស់លាស់ហើយរៀនមានដូចជាការសាក់យ័ន្តការចៅយ័ន្តនៅលើវត្ថុមង្គលផ្សេងហើយពេលដែលបងប្អូនទាំងគ្នារៀនចប់ក៏អាចមកធ្វើការក្រៅម៉ោងជាមួយនឹងស្ថាប័នផ្ទាល់ផងដែរសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងគ្នាអាចតាក់ទងមក Facebook Page សាស្ត្រាយន្តរាមន្ត្រា Federation ឬក៏តាមរយៈលេខទូរស័ព្ទ089 91 99 94 095 950 960អរគុណ